ដើម្បីឲ្យគេដឹកគ្រឿងបន្លាស់ពីភាគខាងត្បូងមកមួយខែកុំថាឡើយមួយខែត្រឹម3ថ្ងៃក៏ខ្ញុំរងចាំមិនបានដែរប្រអប់លេខធ្មេញស្ពឺគោធ្មេញវាបាក់អស់3កង់នៅត្រង់គែមនេះមានដានអក្សរស្អាតនៅរោងចក្រដើមគ្មានទេខ្ញុំអាចធ្វើឲ្យអ្នកមួយបានធ្វើឥឡូវហ្នឹងត្រូវហើយវាអាចរត់រួចទេឲ្យតែអ្នកកុំផ្ទុកលើទម្ងន់ហើយកុំជន់កែផ្ទះទៅដល់ទីរួមខេត្តបានស្រួលតម្លៃប៉ុន្មាន500ឈួតហើយអាដៃខូចនេះអញហ៊ានទៀតដល់500ទំនិញក្នុងឡានអញតម្លៃមិនដល់500ទេបើជើងនេះអញដឹកទៅមិនដល់ប្រហែលជាខាតលើ500ទៀតផងបានឲ្យតែអាចឲ្យខ្ញុំបើកចេញបានយប់នេះ500ខ្ញុំព្រមឲ្យចៅយ៉ានលើកនេះកុំចេះតែអ៊ូតពេកជួសជុលអដុតនិងជួសជុលឡាននាំចូលតាវាដូចគ្នាណាបើអញអាចផលិតគ្រឿងកង់ថ្មីនេះចេញមកបានមែននោះខ្ញុំលីចិនឈៀងនឹងសុកចិត្តស៊ីម៉ូតូនេះឲ្យឃើញនៅនឹងមុខនេះតែម្ដងអ្នកមានម៉ាស៊ីនប្រឡឹងនៅទីនេះដែរពេលដឹកមកដល់ដំបូងគឺរើបានមកពីកន្លែងអិតចៃទេគ្រាន់តែរងចាំថ្ងៃណាមួយបានប្រើប្រាស់វាប៉ុណ្ណោះបងជីវជួយហុចសលេខឲ្យខ្ញុំបន្តិចលោកជូបានការដែរឬទេកុំទាន់អើបារម្ភខ្ញុំដោះកង់ថ្មីចាស់ចេញសិនល្អដាក់ថ្មីចូលទៅតម្រូវតាមចង្អូវាឲ្យត្រូវបិទគម្របវាឲ្យជិតប្រអប់លេខតម្រឹមរួចរាល់ហើយជូយូឡើងទៅសាក់មើលទៅដាក់លេខយឺតកុំភ័យអីអ្នកបានជួយជីវិតគ្រួសារខ្ញុំហើយឡានសុទ្ធតែរបស់ជប៉ុនគាត់អាចច្នៃគ្រឿងបន្លាស់បានដោយដៃទៀតស្នាដៃពូជូមិនមែនគ្រាន់តែជាជាងជួសជុលឡានទេវាដូចជាការប្រែក្លាយដៃទៅជាមាសអញ្ចឹងលោកលីវកាលពីមុនមិនមែនលោកថាបើពូជូជួសជុលបានលោកនឹងសុខចិត្តស៊ីម៉ូតូទាំងមូលនោះទេពិតជាត្រូវស៊ីមែនពូវៃបើថ្ងៃក្រោយបើកឡានកាត់ផ្លូវជាតិមករោងចក្រហុងស៊ីនត្រូវចាំឈ្មោះកន្លែងមួយហាងជួសជុលឡានពូជូបើឡានខូចកុំទៅហាងដទៃឲ្យគេកាប់ថ្លៃលេងត្រូវរកពូជូចុះរឿងហូបចុកវិញបាយជើងជ្រូកនៅហាងគាត់ឆ្ងាញ់ជាងហាងល្បីក្នុងក្រុងទៀតពូជូមិនមែនអ្នកកំពុងខ្វះម្សៅសម្រាប់ធ្វើនំទេខ្ញុំបានដឹកម្សៅ20បាមកឲ្យអ្នកពីក្រៅស្រុកថោកទេរោងចក្រសាច់គេមិនលក់ឲ្យអ្នកទេទុកឲ្យពូវាឆ្ងល់លេងទៅបងប្អូននឹងនាំមកជូនអ្នកលោកគ្រូចៅរឿងពីមុនគ្រាន់តែជាការយល់ច្រឡំទេរឿងសម្បត្តិរំសាយរបស់អ្នកនោះពួកយើងអាចពិភាក្សាគ្នាបានទេមិនបាច់ទេហាងតូចរបស់ខ្ញុំនេះមិនហ៊ានសុំពឹងពាក់អ្នកជំនួញដោយពួកអ្នកទេចាំទុកណាចានបាយរបស់យើងកុំឲ្យអ្នកដទៃក្តាប់ជាប់ឲ្យសោះបងអ្នកបើកបរជួយដឹកទំនិញឲ្យយើងក៏ត្រូវបញ្ចុះតម្លៃជួសជុលឡានឲ្យពួកគេវិញហើយថែមម្ហូបអាហារឲ្យពួកគេទៀតនេះហើយទើបហៅថាឈ្នះទាំងសងខាងកន្លែងនេះត្រូវក្រាលថ្មឲ្យរៀបស្មើដើម្បីធ្វើចំណតពេលយប់អាចចតឡានបាន20គ្រឿងមិនមែនជាបញ្ហាទេខាងឆ្វេងនេះធ្វើជាផ្ទះបាយចង្ក្រានត្រូវធ្វើឲ្យធំជាងមុនអាចឆាំម្ហូបឲ្យមនុស្ស10នាក់បានក្នុងពេលតែមួយចំណែកខាងស្ដាមធ្វើជាកន្លែងជួសជុលឡានលោកម្ចាស់មុខរបររបស់លោកកាន់តែរុងរឿងហើយណាប៉ាតើយើងលែងត្រូវរស់នៅក្នុងផ្ទះដែលដំបូលធ្លុះធ្លីទៀតហើយមែនទេថ្ងៃក្រោយមិនត្រឹមតែមិនធ្លុះធ្លីទេកូនប៉ានឹងជូនកូនទៅរៀនដោយជិះឡានទៀតផងឡានមែនទេអូហូប៉ានឹងទិញឡានឲ្យកូនប៉ាឡានផ្ទះយើងលីចិនឈៀងថ្ងៃក្រោយបើបើកឡានកាត់មុខកន្លែងខ្ញុំចាំកាត់បន្ថយល្បឿនផងកុំឲ្យផ្សែងឡានរបស់ឯងប៉ះចំឡានខ្ញុំជូយ៉ានពួកវាមកទីនេះធ្វើអីទៀតហើយមកដណ្ដើមមុខរបរយើងទៀតហើយជូយ៉ានយោងតាមការសម្រេចចិត្តរបស់ថ្នាក់គ្រប់គ្រងរោងចក្រចាប់ពីថ្ងៃនេះទៅអាគីរ៉ូចំហាយចាស់និងដីបរិវេណជុំវិញត្រូវបានដកហូតមកស្ថិតក្រោមការគ្រប់គ្រងរបស់រោងចក្រមេកានិកដើម្បីគ្រប់គ្រងមានសិទ្ធិអីមកធ្វើបែបនេះតើមានសិទ្ធិអីគឺដោយសារទីនេះជាទ្រព្យសម្បត្តិរបស់រោងចក្រជូយ៉ានសមិទ្ធឯងបានបង់ថ្លៃជួលរួចហើយជួយក្នុងរយៈពេលនេះមានការកែប្រែគោលបំណងប្រើប្រាស់ទ្រព្យសម្បត្តិដល់ទៅការធ្វើអាជីវកម្មខុសច្បាប់ឲ្យមានការបាត់បង់ទ្រព្យសម្បត្តិរោងចក្រនិងបញ្ហាធ្ងន់ធ្ងរផ្សេងទៀតតាមរយៈការពិភាក្សាសម្រេចបានថាកិច្ចសន្យាជួលកន្លងមកនេះត្រូវទុកជាមុខចាប់ពីពេលនេះទៅនិយាយស្អីគេហ្នឹងលោកចៅគាត់ជាអ្នកជួសជុលអដុតដោយខ្លួនឯងគាត់ជាអ្នកសាងសង់រោងដោយខ្លួនឯងនិងជាអ្នករៀបចំទីតាំងនេះឡើងមកដើម្បីបានជាចេះតែមកទីមទាយកវិញស្រួលបែបនេះពេលទីនេះទ្រុឌទ្រោមធ្លីទៅមិនក៏មិនឃើញអ្នកឯងមកយកពេលឃើញគេរកស៊ីចំណេញទាំងអស់គ្នាស្ងាត់មកទៅនេះជារឿងផ្ទៃក្នុងនៃរោងចក្រយើងអ្នកក្រៅកុំមកអីពួកអ្នកបើកឡានដឹកទំនិញទាំងនេះដឹងស្អីទៅកន្លែងនេះជារបស់រោងចក្រតាំងពីដើមមកលោកចៅគ្រាន់តែជាអ្នកចាំមើលឲ្យរោងចក្រប៉ុណ្ណោះឥឡូវនេះរោងចក្រត្រូវដកហូតយកដីនេះវិញគាត់ត្រូវតែប្រគល់វាឲ្យវិញចៅយ៉ានកុំធ្វើខ្លួនជាមនុស្សមិនស្គាល់ខុសត្រូវឲ្យសោះនាយកចឹងគាត់មានចិត្តថនណាដោយឃើញថា2ឆ្នាំកន្លងមកនេះអ្នកពិតជាបានខិតខំប្រឹងប្រែងខ្លះមែនទើបគាត់ត្រៀមទុកឲ្យអ្នកធ្វើជាអនុប្រធានត្រូវហើយអនុប្រធានមែនទេទៅមុខទៀតទីតាំងនេះនឹងបដូរឈ្មោះទៅជារោងចក្រគ្រឿងចក្រហុងស៊ីនជាមជ្ឈមណ្ឌលសេវាកម្មចរាចរណ៍ហុងស៊ីនខ្ញុំនឹងធ្វើជាប្រធានឯងធ្វើជាអនុប្រធានឯងទទួលខុសត្រូវផ្នែកជួសជុលឡានខ្ញុំទទួលខុសត្រូវផ្នែកគ្រប់គ្រងចំណូលទាំងអស់ត្រូវចូលកណ្ដេញឲ្យរោងចក្រជូនរោងចក្របើកប្រាក់ខែឲ្យអ្នក80រៀលក្នុងមួយខែតើមិនគ្រប់គ្រាន់សម្រាប់ជួយអ្នកទេម៉ាក់តើពួកគេចង់ដណ្ដើមយកកន្លែងយើងមែនទេកាលពីខ្ញុំទើបចូលមកនៅដំបូងទីនេះមានតែខ្យល់បក់និងដំបូលជាទ្រព្យសម្បត្តិដែលគេបោះបង់ចោលពេលនេះខ្ញុំជួសជុលឲ្យដាំទឹកក្តៅខ្ញុំជួសជុលកម្រាលសាងសង់ផ្ទះបាយនិងធ្វើរោងជាងជួសជុលរថយន្តព្រមទាំងតាក់ទាញអ្នកបើកបរឲ្យមកទីនេះទើបពួកលោកមករកថានេះជាឆ្នាំងបាយមាសរបស់រោងចក្រចៅយ៉ានកុំធ្វើខ្លួនឲ្យដូចជាត្រូវគេធ្វើបាបខ្លាំងពេកមានរោងចក្រតើមានអ្នកណាឲ្យកន្លែងនេះទៅអ្នកបើមិនមែនមកពីខ្ញុំទេកុំសង្ឃឹមថាឯងមានថ្ងៃនេះ
លោកនាយកសឹងបើកភ្នែកមើលឲ្យច្បាស់ទៅកិច្ចសន្យាជួលរយៈពេល10ឆ្នាំថ្លៃឈ្នួល$10ក្នុងមួយខែចំណេញខាតជាការទទួលខុសត្រូវរបស់ខ្ញុំរោងចក្រមិនមានសិទ្ធិជ្រៀតជ្រែកក្នុងការប្រើប្រាស់ទេលីវជាងរបស់នេះលោកកុំប៉ះវាឲ្យសោះបើប៉ះវាខូចវាគឺជាការបំផ្លាញភស្តុតាងស្អីទៅលោកជូខ្ញុំមកយឺតពេលមែនទេអត់ទេមកទាន់ពេលល្អណាស់នេះគឺជាមេធាវីដែលទើបតែបើកការិយាល័យថ្មីមេធាវីហ្វាំងមកពីការិយាល័យមេធាវីចឹងអ៊ីលោកនាយកសឹងនេះគឺជាកិច្ចសន្យាជួលដែលបានចុះហត្ថលេខាកម្មវត្ថុច្បាស់លាស់រយៈពេលកំណត់ច្បាស់លាស់ថ្លៃជួលច្បាស់លាស់មានត្រារបស់រោងចក្រម៉ាស៊ីនហុងស៊ីនត្រឹមត្រូវក្នុងពេលដែលកិច្ចសន្យានៅមិនទាន់ផុតកំណត់ហើយអ្នកមើលការមិនបានធ្វើខុសលក្ខខណ្ឌធ្ងន់ធ្ងរការដែលអ្នកប្រកាសលុបចោលដោយឯកតោភាគីគឺគ្មានសុពលភាពតាមផ្លូវច្បាប់ឡើយនេះគឺជាទ្រព្យសម្បត្តិរបស់រដ្ឋការដែលគាត់រកស៊ីឯកជនគឺចាត់ទុកថាជាការបាត់បង់ទ្រព្យសម្បត្តិរដ្ឋមែនទេវាមិនមែនជាហេតុផលដែលអ្នកអាចរំលឹកកិច្ចសន្យាបានតាមអំពើចិត្តឡើយពេលដែលអ្នកយកទីនេះមកធ្វើជាកន្លែងចាស់ចរាដើម្បីមកការបន្តគឺជាការស្ម័គ្រចិត្តទាំងសងខាងលោកចៅយ៉ានបានដាក់ទុនទាំងកម្លាំងពលកម្មនិងបច្ចេកទេសដើម្បីជួសជុលនិងដំណើរការដូច្នេះប្រាក់ចំណេញដែលកើតចេញពីការរកស៊ីគឺស្ថិតនៅក្នុងក្របខ័ណ្ឌនៃកិច្ចសន្យាដែលជាកម្មសិទ្ធិរបស់ភាគីម៉ៅការបើលោកហ៊ានតែបំបែកសោដណ្ដើមយកឬដេញមនុស្សចេញហើយដឹកឧបករណ៍ទៅនោះគឺរំលោភលើច្បាប់កម្មសិទ្ធិឯកជនហើយបើបង្កការខូចខាតអ្វីមួយមិនត្រឹមតែសងថ្លៃខូចខាតប៉ុណ្ណោះទេបើករណីធ្ងន់ធ្ងរលោកនឹងត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់អញជាមេធាវីមកគំរាមអ្នកណានេះជារឿងផ្ទៃក្នុងរបស់រោងចក្រយើងតើលោកជាម្ចាស់ក្រុមហ៊ុនមែនទេតើលោកមានសិទ្ធិតំណាងឲ្យរោងចក្រ Red Star ដើម្បីលុបចោលកិច្ចសន្យាដែរឬទេខ្ញុំអត់មានទេបើអត់មានទេកុំមកនិយាយអ្វីដែលគ្មានតម្លៃនៅទីនេះចៅយ៉ានអញចេះហាហើយមែនទេមិនមែនចេះហាទេគឺតាំងពីពេលដែលខ្ញុំត្រូវបានគេដេញចេញការពីមុនខ្ញុំដឹងថាថ្ងៃណាមួយលោកច្បាស់ជាចំណែននឹងខ្ញុំដូច្នេះហើយទើបខ្ញុំទុកខ្សែការពារនេះទុកសម្រាប់ការពារខ្លួនទៅចៅយ៉ានកុំអាល់អពេកអញបើកបានរោងចក្រក៏បើកបានដែរដល់ពេលនោះឯងកុំសង្ឃឹមថានឹងរកបានលុយសំបីតែមួយកាក់គាត់ហ៊ានបើកនៅទល់មុខមែនទេអាជីវកម្មរោងចក្រកំពុងតែដុនដាបខ្លាំងណាស់ម៉ាស៊ីនចាស់លក់មិនចេញក្នុងឃ្លាំងដុំធូលីកកចិត្តកន្លះចាក់ហើយគេមិនទាន់បាន2ខែមកហើយចុះគាត់នៅមានលុយមកធ្វើរឿងឥតប្រយោជន៍បើខាងក្បែរផ្លូវទៀតអ្វីដែលគាត់កំពុងវិបំបែកមិនមែនជាឆ្នាំងបាយខ្ញុំទេតែជាមឈូសរបស់គាត់ខ្លួនឯងទៅវិញទេពូចៅតើនៅទល់មុខនោះគេកំពុងធ្វើអីនាយកចឹងកំពុងតែរៀបចំនៅដើម្បីបើកខាងដាក់ឡានហុងស៊ីនចង់បើកប្រជែងជាមួយខ្ញុំរោងចក្រមិនមែនកំពុងខ្វះលុយបើកប្រាក់ខែទេចុះនៅមានលុយមកសាងសង់អគារទៀតគាត់កំពុងយកលុយចុងក្រោយរបស់រោងចក្រចំណូលចំណាយហ្នឹងគេចាក់ចូលទៅអស់ហើយធ្វើបែបនេះមិនមែនជារឿងដោះមុខលុបក្រោយទេហើយមិនយកទេគាត់ស្មានថាការបើកខាងគ្រាន់តែសង់ផ្ទះមួយហើយដាក់ស្លាកសញ្ញាគឺចប់ហើយបើចៅយើងអាចបើកកន្លែងឈប់រថយន្តធំបានរោងចក្រយើងក៏អាចបើកបានដែរយើងមានអង្គការមានវិន័យមានដើមទុនហើយមានកម្លាំងពលកម្មឲ្យតែមនុស្សក្នុងរោងចក្ររួមចិត្តរួមថ្លើមគ្នាប្រកាសជាអាចធ្វើឲ្យកន្លែងឈប់រថយន្ត Red Star ខ្លាយជាស្តង់ដារនៃវិស័យសេវាកម្មដឹកជញ្ជូនមិនខានចុះបើអញ្ចឹងតើត្រូវធ្វើម៉េចនៅក្នុងរោងចក្រ2ខែមកនេះមិនបានបើកប្រាក់ខែឲ្យទាន់ពេលទេជុះប្រយ័ត្នខ្លាំងគាត់ទៅសូមជម្រាបជូនដល់បងប្អូនអ្នកបើកបរទាំងអស់ឲ្យបានជ្រាបហាង Red Star យើងមានបរិយាកាសល្អហើយមានការគ្រប់គ្រងតាមស្តង់ដារត្រឹមត្រូវល្អជាងកន្លែងតូបឯកជននៅទល់មុខនោះល្អជាង100ដងហូបចុកស្នាក់នៅជួសជុលរថយន្តសូមស្វាគមន៍គ្រប់យ៉ាងលោកចៅតម្លៃរបស់ពួកគេមួយនេះថោកជាងពាក់កណ្ដាលនៃតម្លៃរបស់អ្នកមិនអីទេអ្នកសាកល្បងទៅទីនោះសិនទៅបើហូបហើយមានអារម្មណ៍ថាឆ្ងាញ់ថ្ងៃក្រោយចាំទៅទីនោះទៅថ្ងៃនេះភ្ញៀវបាត់អស់ចិត្តពាក់កណ្ដាលហើយតម្លៃពួកគេទាបបែបនេះតើយើងគួរតែបញ្ចុះតម្លៃដែរឬទេមិនបាច់បញ្ចុះទេចុះបើភ្ញៀវត្រូវគេដណ្ដើមអស់តើយើងត្រូវធ្វើម៉េចសម្រាប់អ្នកបើកបរផ្លូវឆ្ងាយអ្វីដែលគេខ្លាចបំផុតមាន2យ៉ាងម្ហូបអាហារមិនឆ្អែតនិងគ្មានអ្នកមើលថែរថយន្តដល់ពេលមានរឿងអត់មានអ្នកណាទទួលខុសត្រូវទេអា3មុខនេះពួកគេធ្វើមិនបានល្អសំបីតែមួយមុខពូជូមួយចានមកយកបាយជើងជ្រូកសុំទឹកសម្លច្រើនមិនមែនទៅកុំត្រហាងហុងស៊ីង Red Star ហើយទេអីកុំនិយាយដល់វាអីបាយជើងជ្រូកមួយចានថ្លៃ8ម៉ាក់សាច់មានតែ2ចំណស្ដាងដូចក្រដាសអីចឹងមានតែស្លឹកស្បៃពេញចានបាយនៅឆាទៀតខ្ញុំសុំថែមទឹកស៊ុបតិចមកអ្នករត់ទៅក្រឡេកភ្នែកដាក់ខ្ញុំហើយនិយាយថាបើអត់ឃ្លានក៏កុំហូបទៅពូជូជួយផងខ្ញុំរងាចិត្តស្លាប់ហើយផ្ទះមួយទឹកម្ខាងទៀតដាំទឹកបានមួយឆ្នាំក៏បិទផ្ទះដែរគេថាដើម្បីកាត់បន្ថយចំណាយខ្ញុំទើបតែលាបសាប៊ូដុំទឹកក៏អស់រលីងស្រែកហើយកន្លះថ្ងៃអត់មានអ្នកណាអាប់អ្នករត់ទៅអង្គុយគាស់គ្រាប់ឈូកនៅខាងក្រៅពូជូជួយមើលឲ្យខ្ញុំបន្តិចសន្តិសុខនៅខាងនោះយកគ្រឿងលើកឡានមកដោះកង់ឲ្យខ្ញុំទីតាំងត្រង់ណាត្រូវលើកក៏វាមិនចេះដែរស្ទើរតែធ្វើឲ្យកង់ឡានខ្ញុំខូចអស់ហើយឲ្យពួកគេជួសជុលទៀតទៅឡានមិនខូចក៏ត្រូវតែធ្វើឲ្យខូចដែរមិនធ្ងន់ធ្ងរទេតាចាំខ្ញុំហៅគេឲ្យត្រឡប់មកវិញឃើញហើយមែនទេម្ហូបអាហារត្រូវតែស្មោះត្រង់ទឹកក្តៅត្រូវតែមានគ្រប់គ្រាន់ជាងជួសជុលឡានត្រូវតែមានជំនាញអ្នកបើកបរគេផ្ញើជីវិតនិងទំនិញលើឡាននេះអ្នកណាហ៊ានយកបញ្ហានេះមកលេងសើចអ្នកនោះគឺកំពុងតែបំផ្លាញកេរ្តិ៍ឈ្មោះខ្លួនឯងហើយរឿងគេទ្រាំបានឬមិនបានវាជារឿងរបស់គេឥឡូវនេះខ្ញុំមានរឿងមួយទៀតដែលត្រូវព្រួយបារម្ភជាងនេះថ្មីនេះមានពាក្យចាំអារម្មណ៍ពីទីក្រុងចិត្តនេះមកគេថាមានចោរប្លន់តាមផ្លូវកំពុងតែតាមដានឡានដឹកទំនិញធំពិតមែនឬជឿទុកជាល្អជាងខ្ញុំត្រូវតែត្រៀមខ្លួនទុកជាមុនលោកចៅអ្នកកំពុងការពារពីចោរមែនទេកាលពី2ថ្ងៃមុននៅចំណតឡានម្ដុំភូមិយ៉ែងឈួងមានឡានដល់ទៅ5គ្រឿងត្រូវគេលួចបូមប្រេងនៅពាក់កណ្ដាលអាធ្រាត្រ
ប៉ូលីសមានគ្នាតិចពេកផ្លូវជាតិក៏វែងអន្លាយពួកគេមកមិនទាន់ពេលទេយើងត្រូវរកវិធីការពារខ្លួនឯងឲ្យតែមានអ្នកណាលួចឆ្នាំជញ្ជាំងចូលមកនៅពេលយប់ដើរចូលចិត្តតំបន់ធំព្រេងភ្លើងបំភ្លឺនឹងបើកដោយស្វ័យប្រវត្តិហើយស៊ីផ្លេក៏រត់ដោយស្វ័យប្រវត្តិដែរប្រាការបានទេពឹងផ្អែកបានជាងសន្តិសុខដែលគេងលក់ទៅទៀតបងប្អូនអ្នកបើកបរទាំងអស់គ្នាជឿជាក់លើខ្ញុំចុះយកឡាននិងទំនិញមកចតទុកនៅទីនេះខ្ញុំត្រូវតែធ្វើឲ្យពួកគេបានគេងលក់ដោយស្កប់ស្កល់ពូយ៉ាវមានពូនៅចាំយាមបែបនេះទើបពួកយើងមានចិត្តស្ងប់គេលួចបូមប្រេងហើយប្រញាប់ក្រោកឡើងប្រេងក្នុងឡានត្រូវបានគេលួចបូមបាត់ហើយកុំរកខ្ញុំខ្ញុំអត់ដឹងអ្វីទាំងអស់និយាយឲ្យសំហេតុផលយើងចាត់ឡានក្នុងទីធ្លារបស់អ្នកឡាន3គ្រឿងត្រូវបានគេបូមសាំងអស់អ្នកត្រូវតែសងសំណុំអ្វីបានជាត្រូវសងពួកចោរវាបូមសាំងមិនមែនខ្ញុំបូមទេអ្នកមិនចេះមើលថែធុងសាំងខ្លួនឯងតើឲ្យបំយ៉ាងណានៅមាត់ទ្វារពួកយើងមានបិទសេចក្តីជូនដំណឹង